ការសម្រេចផែនការការពីសប្តាហ៍មុនអ្នកបានរួមគ្នារៀបចំធ្វើតារាងឈ្មោះសម្រាប់វេនបោសសម្អាតថ្នាក់រៀនដូចនេះសូមប្រធានក្រុមការងារធ្វើការរាយការណ៍ពីលទ្ធផលការងារទាំងនោះឲ្យមិត្តរួមថ្នាក់បានដឹងនិងអនុវត្តតាមផែនការនោះផងខ្ញុំសូមគោរពអ្នកគ្រូសួស្តីមិត្តទាំងអស់គ្នាខ្ញុំសូមរាយការណ៍ពីលទ្ធផលនៃការរៀបចំដែលមានការចូលរួមជួយផ្ដល់យោបល់ពីអ្នកគ្រូ